សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញរបៀបធ្វើទឹកប្រហុកនំបញ្ចុកហើយធានាថាឆ្ងាញ់ហ្មងមួយមុខនេះបងប្អូនអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យបងប្អូនឃើញថាយើងមានអ្វីខ្លះដូចជាខ្ទឹមក្រហមខ្ទឹមសម្ទេសហើយកុំភ្លេចដាក់ណែប៊ីចេងផងណាប៊ីចេងខ្ញុំមានបន្តិចនេះបងប្អូនមិនចូលចិត្តមិនបាច់ដាក់ក៏បានដែរហើយប្រហុកវិញគឺជាមានមួយកូនចានចង្កឹះបើបងប្អូនអត់ចូលចិត្តឲ្យខ្លាំងបន្ថយវាបន្តិចក៏បានដែរដាក់បន្តិចទៅហើយចំណែកទឹកអំពិលទុំខ្ញុំមានមួយកូនចានដែរហើយនេះស្ករត្នោតក៏មានមួយកូនចានដែរបើបងប្អូនអត់មានស្ករត្នោតទៅទិញស្ករផែនចេះក៏បានដែរនេះអានេះហើយកុំភ្លេចដាក់ chicken broth ផងណាម្សៅស៊ុបមាន់គឺដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងហើយកុំឲ្យខាតពេលយូរតោះយើងទៅចាប់ផ្ដើមមើលទាំងអស់គ្នាតាមមកយើងដាក់ខ្លាញ់នេះចូលនេះខ្ទឹមនេះវាយកពេលវេលាយូរខ្ញុំដាក់ខ្ទឹមក្រហមនេះមុនសិនក្រហមវាបានស្អិនបន្តិចហើយអញ្ចឹងខ្ញុំដាក់ខ្ទឹមចូលប្រកបទៀតហើយដាក់ម្ទេសអីជាមួយគ្នាទៅបានហើយយើងយកទៅកិនសិនអានេះលឿនណាបងប្អូនតាមហ្នឹងហើយបាត់នេះហើយបាត់នេះឃើញហើយចឹងយើងទុកនេះមកដុតសិនហើយយើងទៅធ្វើទឹកកូរស្ករត្នោតជាមួយទឹកអំពិលហើយនឹងប្រហុកហើយនេះស្ករត្នោតខ្ញុំនេះដាក់ចូលđấyចឹងទៅវាឆាប់ខ្លោចវាឆាប់លឿនទេព្រោះអាស្ករហ្នឹងវាទន់ហើយអញ្ចឹងខ្ញុំដាក់ទឹកប្រហុកនេះខ្ញុំដាក់ប្រហុកចូលប្រហុកហ្នឹងប្រហុកសាច់ទេបងប្អូនយើងកូរវាកូររហូតដល់ប្រហុកនេះវាលាយចូលជាមួយគ្នាយើងដាក់ទឹកបើទុំចូលបងប្អូននេះដល់មកបងប្អូនខ្ញុំដាក់គ្រឿងដែលគេកិនមិញហ្នឹងនេះដាក់ចូលហើយចូលវាអត់ទេនេះកិនហ្នឹងចូលសពអស់ទៅខ្ញុំធ្វើតែដាក់វីចេងហើយបងប្អូនមិនចង់ដាក់មិនបាច់ដាក់ក៏បានដែរសពមកខ្ញុំដាក់chicken broth នេះម្សៅម្សៅមាន់ណាខ្ញុំដាក់បងប្អូនដាក់ប្រមាណក៏បានដែរស្រេចលើបងប្អូនកុំឲ្យតែប្រៃបានហើយបងប្អូនភ្លក់រសជាតិខ្លួនឯងណាបើចង់អែមបើចង់ផ្អែមឬក៏ចង់ប្រៃចង់សាបអីបងប្អូនអាចថែមទឹកបានទៀតណាឥឡូវខ្ញុំថែមទឹកគឺបងប្អូនអាចថែមបានបងចានទៀតទេភ្លក់មើលសិនបងប្អូនល្មមឆ្ងាញ់ហ្មងនេះថែមទឹកទៅមួយចានចង្កឹះបានណាមួយចានចង្កឹះបើបងប្អូនចង់សាបទៀតបងប្អូនថែមតាមហ្នឹងទៅស្អែកលើបងប្អូនទេអញ្ចឹងខ្ញុំប៉ុណ្ណឹងបានហើយបានឆ្អិនរួចរាល់អស់ហើយដាក់ចានជាការសម្រេចហើយយើងមានស្ពៃក្តោបជាបន្លែហើយសណ្តែកបារាំង
ហើយពោតបារាំងតសក់ហើយនឹងនំបញ្ចុកមាននំបញ្ចុកហើយមានត្រីឆ្លាំងហើយយកត្រីទៅអាំងនៅកន្លែងក្នុងអូវិនក្នុងចក្រាននេះលើពុំមកបើកចក្រានចាំវាឡើងដល់350ចាំយើងដាក់ត្រីនេះចូលឡើង350យើងដាក់ត្រីអាំងទៅអូខេឥឡូវកំពុងតែដាំទឹកស្រុះនំបញ្ចុកខ្ញុំដាក់នំបញ្ចុកចូលអ្នកស្រុះនំបញ្ចុកហ្នឹងយើងឈួរកូរវាចាប់កុំឲ្យវាជាប់បាតអូខេនំបញ្ចុកស្រស់ឆ្អិនហើយឥឡូវហ្នឹងបិទភ្លើងហើយនេះស្បូតចេះមកយើងដាក់នឹងកញ្ច្រែងចេះហើយយើងសកាត់វាហើយនេះមកកញ្ច្រែងនេះដាក់មកដុតសិនហើយទៅស្រុះបន្លែថែមទៀតនេះបន្លែអស់នេះឥឡូវទឹកពុះហើយយើងនឹងស្រុះបន្លែហើយយកមកដាក់នឹងទឹកកកនេះឃើញទេឃើញទឹកដាក់ឲ្យត្រជាក់ទៅដើម្បីឲ្យបន្លែស្រួយស្ពៃក្តោបយើងកាត់ជា3ជា4អញ្ចឹងទៅហើយយើងដាក់ស្រុះវាដើម្បីយកទៅមកផ្លេតឯងកុំឲ្យឆ្អិនណាអូខេតែប៉ុណ្ណេះអញនេះហើយយើងលើកឡើងមកនេះលើកដាក់ក្នុងធុងក្នុងទឹកតកកយើងហ្នឹងណាយើងដាក់សណ្តែកបារាំងដល់មកនេះពោតបារាំងអីដាក់ជាមួយគ្នាទៅនេះឥឡូវបានហើយស្រង់ចេញហើយដាក់ក្នុងទឹកកកជាលឹបឥឡូវត្រីក៏ឆ្អិនដែរនំបញ្ចុកក៏ឆ្អិនហើយបន្លែនេះដូចជាបន្លែពោតបារាំងសណ្តែកបារាំងហើយនឹងតសក់ហើយស្ពៃក្តោបទាំងអស់នេះគឺស្រស់ទាំងអស់លើកលែងតែតសក់ទេដែលអត់ស្រស់